អាហុងក៏យល់ព្រមការពារគ្រួសាររបស់អាហួរគ្រាន់តែលើបែបនេះអាហួរក៏លុតជង្គង់ចុះដល់ដីដោយក្តីរំភើបនិងអរគុណយ៉ាងជ្រាលជ្រៅតែពេលនេះដល់ពេលហើយអាហួរដឹងថាគាត់នឹងប្រែជាzombieឆាប់ៗនេះហើយគាត់មិនចង់ស្លាប់ដោយមនុស្សធម្មតាឡើយដល់យល់ពីរឿងនេះអាហុងក៏ប្រាប់ស្រីនិចឲ្យយកកង់មួយពីក្នុងនាងមិនយល់ពីមូលហេតុទេតែនាងក៏ទៅយកមកបន្ទាប់មកអាហុងប្រាប់អាហួរឲ្យទៅឲ្យឆ្ងាយពីមនុស្សគ្រប់គ្នាហើយដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែកពីគេនៅកន្លែងដែលគ្មានអ្នកណាអាចទៅដល់គាត់មិនបញ្យល់ច្រើនតែប្រាប់ថាវាគឺជាជំរើសដ៏ល្អបំផុតមុនពេលមេរោគវាយលុកពេញរាងកាយអាហួរក៏យល់ព្រមហើយអរគុណគាត់ម្ដងទៀតឈុតបន្ទាប់មកទៀតអាហួរបានជិះកង់ចេញទៅគាត់កំពុងតែប្រែប្រួលបន្តិចម្ដងហើយអ្វីដែលគាត់គិតចុងក្រោយគឺគ្រួសាររបស់គាត់បន្ទាប់ពីគាត់ចេញទៅបាត់អាហុងក៏សម្លឹងមើលកំណោសាកសពសំប៊ីគាត់ចាក់សាំងលើសាកសពទាំងនោះហើយដុតវាចោលខ្លាចជាភេទទាំងអស់វគ្គហ្វឹកហាត់របស់ពួកគេត្រូវបានបញ្ចប់ជាផ្លូវពេលនេះអាហុងជឿជាក់ថាក្រុមរបស់គាត់អាចដោះស្រាយជាមួយនឹងសំប៊ីដែលនៅរាយប៉ាយបានបើសិនជាពួកគេចេះសហការគ្នាតែជាមួយនឹងកម្រិតបច្ចុប្បន្នរបស់ពួកគេនៅតែមិនអាចប្រឈមមុខសូម្បីតែជាមួយហ្វុងសំប៊ីតូចមួយវានឹងត្រូវការពេលវេលាបន្ថែមទៀតអាហុងប្រាប់ក្រុមឲ្យដើរតាមគាត់ហើយមិនយូរប៉ុន្មានពួកគេក៏មកដល់បន្ទប់ផ្ទុកអីវ៉ាន់មួយទៀតអាហុងឲ្យតាចាស់មើលការខុសត្រូវបន្ទប់ផ្ទុកអាវុធនៅយប់នេះខណៈពេលដែលគាត់ធ្វើដំណើរចូលទៅក្នុងទីក្រុងប្រកាសណាស់ពូពាក់មីគឺមានការព្រួយបារម្ភការចូលទៅក្នុងទីក្រុងដែលខ្ទេចខ្ទីអស់បែបនេះស្ដាប់ទៅដូចជាឈួតអញ្ចឹងសីហានិងបញ្ញាស្ម័គ្រចិត្តទៅជាមួយដែរតែអាហុងបដិសេធបេសកកម្មនេះគឺគ្រោះថ្នាក់ពេកសម្រាប់កម្រិតសមត្ថភាពរបស់ពួកគេនាពេលបច្ចុប្បន្នដូច្នេះពួកគេត្រូវតែនៅចាំយាមបន្ទាយទើបល្អបន្ទាប់ពីសម្រេចចិត្តរួចរាល់ប្រហែលនាទីក្រោយមកគាត់ក៏នៅក្នុងឡានរបស់គាត់ដែលមានអាវុធនិងត្រៀមខ្លួនរួចជាស្រេចជាលើកដំបូងហើយដែលហាងទំនិញក្នុង system គឺទទេស្អាតសូម្បីតែមុខងារ refresh ក៏ត្រូវការពេលវេលាដែរលើកនេះគាត់ចាយបន្ទុកដើម្បី refresh បញ្ជីទំនិញទាំងមូលតែម្ដងប្រអប់រង្វាន់ថ្មីៗក៏លេចឡើងដែលគាត់មិនធ្លាប់ឃើញពីមុនមកមានប្រអប់បច្ចេកវិទ្យាខ្មៅប្រអប់ជួយសង្គ្រោះជីវិតនិងប្រអប់អាវុធគំរាមកំហែងតែរាល់ការ refresh ដោយដៃម្ដងគឺត្រូវចំណាយបន្ទុកគុណនឹង2ដូច្នេះគាត់ត្រូវតែប្រើវាឲ្យបានឆ្លាតវៃទោះជាយ៉ាងណាក៏ដោយអាហុងសម្រេចចិត្តថាប្រអប់ថ្មីទាំងនេះគឺស័ក្តិសមនឹងចាយបន្ទុកទិញវាណាស់សម្រាប់ពេលនេះគាត់ទិញតែប្រអប់បច្ចេកវិទ្យាខ្មៅមួយប៉ុណ្ណោះដោយនៅសល់6បន្ទុកសម្រាប់ខ្លួនឯងពេលគាត់បើកវាគាត់ទទួលបានថ្នាំពង្រឹងកម្លាំងមួយដបដែលផ្ដល់ឲ្យបន្ទុកលើកនេះវាគឺជាការបង្កើនកម្លាំងដ៏ធំមួយបើប្រៀបធៀបនឹងលើកមុនពេលនេះគាត់មានកម្លាំងខ្លាំងស្ទើរតែស្មើនឹងមនុស្សអស្ចារ្យទៅហើយអាហុងក៏ចាក់ថ្នាំនោះចូលខ្លួនរាងកាយរបស់គាត់ស្រូបយកវាដែលធ្វើឲ្យគាត់កាន់តែខ្លាំងជាងមុនទៅទៀតគោលដៅពិតប្រាកដរបស់គាត់គឺផ្ទះអាហួរនៅខាងក្នុងប្រពន្ធនិងកូនរបស់អាហួរកំពុងតែញ័រខ្លួនដោយសង្ឃឹមថាអាហួរនឹងមកជួយដោះស្រាយរឿងគ្រប់យ៉ាងមួយសន្ទុះក្រោយមកអាមីននិងកូនចៅរបស់វាក៏ចូលមកក្នុងបន្ទប់ស្ត្រីកំសត់នោះសួរថាតើពួកវាមានកម្រងចង់ធ្វើអ្វីអាពាម្នាក់បានចាប់នាងហើយនិយាយថាពួកវានឹងសប្បាយឲ្យអស់ដៃខណៈពេលដែលប្តីរបស់នាងមិននៅនាងខំរើបំរះតាមដែលអាចធ្វើបានដោយអង្វរឲ្យពួកវាឈប់ពួកក្មេងពាលចាប់ផ្ដើមឲ្យសម្លៀកបំពាក់របស់នាងខណៈដែលកូនប្រុសដ៏គួរឲ្យអាណិតរបស់នាងព្យាយាមរុញឲ្យមួយនោះចេញស្រាប់តែពេលនោះបរិសុទ្ធចង់សក់កន្ទុយសេះម្នាក់ឈ្មោះអាធីក៏ដើរចូលមកហើយសួរថាមានរឿងអ៊ូអរអីហ្នឹងអាពេលម្នាក់ប្រាប់ថាពួកវារៀបនឹងសប្បាយហើយប្រាប់អាធីឲ្យចូលរួមជាមួយគ្នាតែអាធីបានហាមឃាត់ការងារនៅមិនទាន់ចប់ទេដូច្នេះពួកគេត្រូវតែផ្ដោតអារម្មណ៍អាពេលនោះរអ៊ូរទាំដែលសួរថាមានបញ្ហាអីទៅក្នុងពេលដែលពួកវាធ្លាប់ធ្វើរឿងបែបនេះពីមុនមកហើយនោះអាធីខឹងឡើងឆេវហើយរំលឹកវាថានេះគឺជាប្រពន្ធនិងកូនរបស់អាហួរបើសិនជានាងឈួតឬសម្លាប់ខ្លួនអាហួរនឹងគ្មានអ្វីត្រូវបាត់បង់ទៀតទេហើយពេលនោះវានឹងមកតាមសម្លាប់ពួកវាទាំងអស់គ្នាជាមិនខានអាធីប្រាប់ថាពួកវាអាចចាត់ការនាងនៅពេលក្រោយបានបន្ទាប់ពីដោះស្រាយជាមួយប្តីរបស់នាងរួចអាពាននោះរអ៊ូតែវាក៏ថយចេញវិញពួកក្មេងពាលចាប់ផ្ដើមដើរចេញទោះបីជាមានអាម្នាក់គំរាមនាងយ៉ាងព្រឺក្បាលឲ្យនាងចាំវេននាងក៏ដោយម្ដាយនិងកូនបានត្រឹមតែយំអោបគ្នាពេលយប់ធ្លាក់មកដល់ពួកសំប៊ីចាប់ផ្ដើមបើកឡានកាត់តាមផ្លូវដ៏ស្ងាត់ជ្រងំអាហុងគិតពីការរីកចម្រើនរបស់គាត់ជាមួយនឹង13បន្ទុកនៃកម្លាំងគាត់មានកម្លាំងខ្លាំងជាងមនុស្សធម្មតាដល់ទៅ2ដងឯណោះហើយប្រតិកម្មនិងការគ្រប់គ្រងរបស់គាត់ក៏ល្អជាងឆ្ងាយណាស់ដែរគាត់បើកឡានកាត់ផ្លូវដែលត្រូវគេបិទវ៉ាជែងនៅតាមផ្លូវកោងហើយរីករាយនឹងល្បឿនយ៉ាងរំភើយតែតំបន់ទាំងមូលគឺពោពេញទៅដោយសំប៊ីដូច្នេះគាត់សម្រេចចិត្តទុកឡានចោលទីប្រជុំជនគឺនៅជិតនេះហើយបើសិនជាបើកឡានទៅមុខទៀតនឹងតាក់ទាញចំណាប់អារម្មណ៍ច្រើនពេកពេលគាត់បន្តដំណើរដោយថ្មើរជើងគាត់ងាកទៅមើលហើយឃើញសំប៊ីពីរក្បាលកំពុងស្ទុះមករកគាត់អាហុងអត់មានភ័យទេគាត់គិតពីការវាយប្រហារយកស្មាវេទៅលើសំប៊ីមួយក្បាលហើយបោះវាចោលធ្វើឲ្យវាទៅបុកនឹងសំប៊ីមួយក្បាលទៀតយ៉ាងខ្លាំងបន្ទាប់មកគាត់ក៏បញ្ចេញដាវរបស់គាត់ហើយសម្រុកចូលម្ដងទៀតដោយមិនសំចៃដៃឡើយត្រឹមតែវត្តមួយដាវសំប៊ីទាំងពីរក្បាលក៏ដាច់ក្បាលធ្លាក់ដល់ដីសម្រាប់គាត់ពេលនេះពួកវាគ្រាន់តែជាតុក្កតាសាក់លបងសម្រាប់ធម្មពលថ្មីរបស់គាត់ប៉ុណ្ណោះគាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលគាត់អាចកម្ចាត់ពួកវាយ៉ាងងាយស្រួលបែបនេះពេលនេះគាត់ពិតជាមានកម្លាំងខ្លាំងជាងមនុស្សធម្មតាដល់ទៅ2ដងពិតមែនញាណរបស់គាត់ក៏មុតស្រួចជាងមុនដែរហើយជាមួយនឹងសមត្ថភាពស្ដាប់ដ៏អស្ចារ្យរបស់គាត់អាចដឹងថាគោលដៅរបស់គាត់នៅសល់តែចម្ងាយប្រហែល800ម៉ែត្រប៉ុណ្ណោះនៅក្បែរនោះមានហ្វុងសំប៊ីមួយក្រុមនៅតែបន្តបុកទ្វារហាងលក់គ្រឿងទេសមួយនៅខាងក្នុងនោះអ្នករស់រានមានជីវិតបានករបស់ធ្ងន់បាំងទ្វារដោយសង្ឃឹមថាវានឹងអាចទប់ជាប់ខណៈពេលដែលពួកគេកំពុងរកផ្លូវចេញក្មេងប្រុសម្នាក់ដែលកំពុងតែភ័យខ្លាចបានសួរឪពុកវាថាពួកគេនឹងស្លាប់នៅទីនេះមែនទេបរិសុទ្ធនោះព្យាយាមលួងលោមកូនប្រុសដែលប្រាប់ថាបិសាចទាំងនេះចូលមកមិនបានទេហើយទោះបីជាវាចូលបានក៏ដោយក៏កូននឹងបានទៅជួបម៉ាក់របស់កូនវិញដែរសម្ដីនេះមិនបានជួយអីទេក្មេងនោះរត់តែយំខ្លាំងជាងមុនទៅទៀតមន្ត្រីប៉ូលីសម្នាក់ឈ្មោះមករាមានការធុញទ្រាន់នឹងសម្ដីដ៏ល្ងងខ្លៅនេះតែឪពុកនោះក៏វាបកវិញថាបើសិនជាមករាឆ្លាតមែនម្លេះសំពេលនេះបានធ្វើជាអ្នកគ្រប់គ្រងអចលនទ្រព្យបាត់ទៅហើយសូម្បីតែមករាក៏ចាប់ផ្ដើមព្រួយបារម្ភថាពួកគេអាចនឹងស្លាប់នៅទីនេះមែនតែសភ័យនោះសម្លេងកំភ្លើងក៏បន្លឺឡើង
សម្ប៊ីមួយក្បាលនៅមាត់ទ្វារត្រូវបាញ់បែកក្បាលហើយក្មេងនោះក៏ដួលក្តុកដោយការតក់ស្លុតខណៈដែលឪពុកវាអត់ដឹងថាមានរឿងអីកើតឡើងទេមករាប្រាប់ឲ្យពួកគេរំកិលរបស់ធ្ងន់ៗចេញហើយអើតមើលទៅខាងក្រៅតែប្រមានឲ្យពួកគេនៅស្ងៀមពេលពួកគេអើតមើលពួកគេឃើញសម្ប៊ីនៅក្បែរនោះងាប់អស់ហើយដូច្នេះពួកគេក៏រុញទ្វារចេញមកក្រៅយ៉ាងប្រុងប្រយ័ត្នក្មេងនោះស្រាប់តែស្រែកថាមានសម្ប៊ីបំផ្លាញខ្លួនឪពុកសួរថាវាមានន័យថាម៉េចហើយក្មេងនោះក៏បញ្យល់ថាវាគឺជាសម្ប៊ីដែលខ្លាំងនិងលឿនជាងមុនដូចនៅក្នុងរឿងតុក្កតាប្រឡោមលោកនឹងហ្គេមអញ្ចឹងឪពុករបស់វាមានការមួម៉ៅហើយក៏ស្ដីឲ្យកូនប្រុសដែលនៅតែគិតពីរឿងហ្គេមក្នុងពេលស្លាប់រស់បែបនេះគាត់និយាយថាហ្នឹងហើយទើបខ្លួនឯងរៀនបានបន្ទុកសោយរហូតនោះមករាក៏លូកមាត់ចូលដែលប្រាប់ឲ្យឈប់ឆ្លោះគ្នាទៅបន្ទុករៀនអត់មានពាក់ព័ន្ធអីនឹងរឿងហ្នឹងទេគាត់ប្រាប់ឲ្យពួកគេបញ្ញាប់ឡើងហើយប្រុងប្រយ័ត្នជុំវិញខ្លួនខណៈដែលពួកគេកំពុងដើរសម្ដៅទៅកាន់បន្ទាយយឺតពេលពួកគេដើរមកដល់ផ្លូវបំបែកពួកគេក៏ឈប់ឪពុករបស់ក្មេងសម្លឹងមើលទៅមកខាងផ្លូវហើយក៏ឃើញបរិសុទ្ធវ័យក្មេងម្នាក់ឈរនៅទីនោះគឺអាហុងដែលកំពុងរវល់ប្រើស៊ីស្ទឹមរបស់គាត់ដើម្បីបន្ថែមបន្ទុកនិងកែតម្រូវស្ថានភាពរាងកាយរបស់គាត់ក្មេងនោះស្រែកភ្លាមថាជាសម្ប៊ីបំផ្លាញខ្លួនតែមករាដឹងច្បាស់ថានេះគឺជាអ្នករស់រានមានជីវិតមិនមែនសម្ប៊ីទេអាហុងឃើញពួកគេក៏សើចនឹងការយល់ច្រឡំរបស់ក្មេងនោះហើយប្រាប់កុំឲ្យចេះតែស្រមៃផ្ដេសផ្ដាស់ពេកមករាធូរទ្រង់ពេលដឹងថាពិតជាមានអ្នករស់រានមានជីវិតម្នាក់ទៀតមែនគាត់ដើរទៅជិតយ៉ាងប្រុងប្រយ័ត្នហើយប្រាប់ថាការនៅម្នាក់ឯងគឺគ្រោះថ្នាក់ណាស់ពួកគេត្រូវតែនៅរួមគ្នាដូច្នេះគាត់ក៏បបួលអាហុងចូលរួមជាមួយពួកអាហុងសួរថាពួកគេជានរណាហើយហេតុអីបានជាមានតែពួកគេប្រមាណអ្នកនៅខាងក្រៅនេះខណៈពេលកំពុងសម្លឹងមើលជុំវិញមករ៉េបញ្យល់ថាពួកគេកំពុងតែដើររកស្បៀងហើយបរិសុទ្ធស៊ីវិលជាច្រើនទៀតកំពុងជួបជុំគ្នានៅតំបន់សួនច្បារគ្រាន់តែលើបែបនេះអាហុងនៅឃើញថាភូមិគ្រឹះគឺនៅក្បែរនោះពូសវណ្ណអកក្បាលហើយប្រាប់ថាគាត់ទទូចឲ្យអាហុងទៅជាមួយពួកគេដែលប្រាប់ថាការមានគ្នាច្រើនគឺមានសុវត្ថិភាពមករាមានកំភ្លើងហើយពួកគេដឹងពីរបៀបទប់ទល់នឹងសម្ប៊ីពួកគេអត់ដឹងថាអាហុងពិតជានរណាទេហើយគាត់ក៏អត់បានអួតដែរគាត់គ្រាន់តែយល់ព្រមបន្ទាប់មកពួកគេក៏បន្តដំណើរយ៉ាងប្រុងប្រយ័ត្នពូសវណ្ណសួរថាហេតុអីបានជាអាហុងចង់ទៅភូមិគ្រឹះហើយថាតើគាត់កំពុងរកមនុស្សសំខាន់ណាម្នាក់មែនអាហុងឆ្លើយថាមែនពូសវណ្ណសួរថាតើជាគ្រួសារឬក៏សង្សារបន្ទាប់មកគាត់ក៏ពមៀនអាហុងឲ្យត្រៀមខ្លួនសម្រាប់រឿងអាក្រក់បំផុតនេះគឺជាថ្ងៃវិនាសហើយមនុស្សម្នាក់នោះអាចនឹងស្លាប់បាត់ទៅហើយក៏ថាបានម៉ារ៉ាក៏យល់ស្របដោយទឹកមុខក្រៀមក្រំទោះបីជាពួកគេរួចផុតពីសម្ប៊ីក៏ដោយក៏ពួកគេអាចនឹងជួបនឹងពួកសត្វសាហាវទាំងនោះដែររឿងនេះធ្វើឲ្យអាហុងចាប់អារម្មណ៍ហើយសួរថាតើគាត់ចង់មានន័យថាម៉េចមករាប្រាប់ថាមានក្រុមក្មេងពីលមួយក្រុមកំពុងលាក់ខ្លួននៅតំបន់ភូមិគ្រឹះភាគខាងកើតដើម្បីរស់រានមានជីវិតពួកវាបានធ្វើបាបអ្នករស់រានមានជីវិតផ្សេងទៀតហើយក្រុមរបស់គាត់បានបាត់បង់មនុស្សជាច្រើនដោយសារពួកវារួចទៅហើយគាត់មិនចង់និយាយអីច្រើនទៀតទេហើយរំលឹកអ្នកគ្រប់គ្នាឲ្យប្រុងប្រយ័ត្នសូម្បីតែជាមួយអ្នករស់រានមានជីវិតផ្សេងទៀតក៏ដោយស្រាប់តែពេលនោះក្មេងប្រុសបានស្រែកឲ្យមករាប្រយ័ត្នមករៀងងាកមកហើយឃើញសម្ប៊ីមួយក្បាលកំពុងស្ទុះមករកគាត់ក៏បាញ់វាទម្លាក់យ៉ាងលឿនដោយការបាញ់ដោយច្បាស់លាស់ពី3គ្រាប់បន្ទាប់ពីរួចផុតពីសេចក្តីស្លាប់មករាដង្ហើមធំទាំងភ័យរន្ធត់ព្រោះគាត់គិតថាគាត់ប្រកាសជាស្លាប់ហើយតែសម្លេងកំភ្លើងបានតាក់ទាញសម្ប៊ីមកកាន់តែច្រើនមករ៉េចាប់ផ្ដើមភ័យស្លន់ស្លោហើយក៏ឃើញឡានក្រុងដែលគេទុកចោលមួយមនុស្សគ្រប់គ្នារត់សម្ដៅទៅរកវាអាហុងញញឹមនឹងជំរឿនរបស់ពួកគេការរត់ដោយងឹកងល់អាចតាក់ទាញសម្ប៊ីមកកាន់តែច្រើនតែឡានក្រុងគឺជាជំរកការពារដ៏រឹងមាំមួយបញ្ហាក៏ច្បាស់ដែរបើសិនជាឡានក្រុងនោះទប់លែងជាប់គឺគ្មានផ្លូវដកថយគាត់ផ្ដល់បន្ទូលសម្រាប់ផែនការនេះ70អ្នកផ្សេងទៀតឡើងទៅលើឡានក្រុងហើយម៉ារីប្រាប់ឲ្យអាហុងបញ្ញាប់ឡើងអាហុងលោតចូលទៅខាងក្នុងហើយម៉ារីក៏ទាញទ្វារបាត់ពីក្រោយយ៉ាងខ្លាំងគាត់ប្រមានគ្រប់គ្នាឲ្យឆែកមើលកៅអីក្រែងលោមានសម្ប៊ីលាក់ខ្លួនតែអាក្មេងនោះស្រែកថាសម្ប៊ីនៅតែបន្តមកទៀតមករាខាំថ្មិញពេលគាត់ដឹងថាពួកគេរត់លឿនមែនតែនៅតែមិនលឿនគ្រប់គ្រាន់សម្ប៊ីចាប់ផ្ដើមបកឡានក្រុងព្យាយាមសម្រុកចូលវាកាន់តែមានចំនួនច្រើនឡើងរាល់វិនាទីហើយមករាកំពុងតែតស៊ូទប់ទ្វារឲ្យជាប់បន្ទាប់មកអាហុងក៏លូកដៃទៅទាញទ្វារបិទយ៉ាងខ្លាំងរហូតធ្វើឲ្យពួកសម្ប៊ីខ្ទាតទៅក្រោយហើយទ្វារក៏បិទជិតឈឹងមករ៉ាបានត្រឹមតែឈរសម្លឹងមើលទាំងភ្ញាក់ផ្អើលនឹងកម្លាំងដ៏ខ្លាំងបែបនេះអាហុងប្រាប់ថាគាត់នឹងទប់ទ្វារនេះឲ្យជាប់ហើយប្រាប់ពួកគេឲ្យវេបំបែកកញ្ចក់បង្អួចនិងប្រយុទ្ធពីទីនោះអ្វីដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលនោះគឺមករាយល់ព្រមហើយដាក់ការជឿទុកចិត្តលើអាហុងពួកគេក៏បញ្ញាប់វេបំបែកកញ្ចក់ឡានក្រុងភ្លាមសម្ប៊ីដែលតោងនៅខាងក្រៅត្រូវពូសវណ្ណវេក្បាលខណៈពេលដែលអ្នកផ្សេងទៀតជួយគាំទ្រគាត់ពួកគេជួយទប់ពូសវណ្ណឲ្យនឹងដើម្បីកុំឲ្យគាត់ធ្លាក់តាមបង្អួចមេក្រាជៀសវាងការប្រើកំភ្លើងព្រោះគាត់ចិត្តអស់គ្រាប់ហើយចង់ទុកវាសម្រាប់ពេលមានអាសន្នពិតប្រាកដបន្ទាប់មកអាហុងក៏ដកស្នរមួយចេញមកហើយហុចឲ្យមករាមានការងឿងឆ្ងល់ហើយសួរថាគាត់យកវាមកពីណាហើយអាហុងគ្រាន់តែឆ្លើយយ៉ាងរំភើយថាគាត់រើសបានតាមផ្លូវមិញនេះជាមួយនឹងអាវុធនេះពូសវណ្ណនិងមករាក៏ចូលរួមប្រយុទ្ធដោយប្រើស្នរនិងកម្លាំងបាយដើម្បីកម្ចាត់សម្ប៊ីបន្ទាប់ពីការប្រយុទ្ធយ៉ាងស្វិតស្វាញពួកគេក៏កម្ចាត់ពួកវាអស់ហើយទីបំផុតបានចេញពីឡានក្រុងក្មេងនោះចាប់ផ្ដើមមានទំនុកចិត្តខ្លាំងពេកដោយជឿជាក់ថាពួកគេរត់រួចដោយសារព្រហ្មលិខិតហើយប្រកាសជាអ្នកដែលត្រូវគេជ្រើសរើសក្នុងថ្ងៃវិនាសនេះមិនខានអាហុងប្រាប់គ្រប់គ្នាឲ្យប្រុងប្រយ័ត្នជានិច្ចហើយកុំធ្វើកំហុសធ្វេសប្រហែលដដែលនេះម្ដងទៀតត្រឡប់មកបន្ទាយវិញមនុស្សគ្រប់គ្នាកំពុងតែសង្ឃឹមថាអាហុងមានសុវត្ថិភាពយប់នោះអាដាមបានស្ម័គ្រចិត្តយាមបញ្ញាសួរថាហេតុអីបានជាស្រាប់តែវាចង់យាមម្លេះហើយអាដាមក៏ស្ដីបន្ទោសឲ្យវាឈប់និយាយរឿងមិនសមហេតុផលទៅដែលប្រាប់ថាវាតែងតែទទួលខុសត្រូវលើការងាររបស់វាជានិច្ចបញ្ញាត្រូវវាស្ដីបន្ទោសឲ្យយ៉ាងលឿនហើយសួរថាហេតុអីបានជាអាដាមខឹងនឹងរឿងកំប្លែងបន្តិចបន្តួចសោះពូពាក់មីចូលមកអន្តរាគមន៍ហើយប្រាប់ថាបើសិនជាអាដាមយាមអ្នកផ្សេងទៀតគួរតែទៅសម្រាកទៅគាត់ប្រាប់អាដាមឲ្យដាស់ពួកគេភ្លាមបើសិនជាមានរឿងអ្វីកើតឡើងពេលយប់កាន់តែជ្រៅអាដាមអង្គុយគិតថាពេលនេះមនុស្សគ្រប់គ្នាប្រហែលជាដេកលក់អស់ហើយបន្ទាប់មកវាក៏សម្រេចចិត្តថាដល់ពេលដែលត្រូវអនុវត្តផែនការដែលវាបានគិតទុកមុនពេលអាហុងត្រឡប់មកវិញក្នុងពេលជាមួយគ្នានោះតាចាស់កំពុងតែដេកលក់យ៉ាងស្កប់ស្កល់ដែលមានសោបន្ទប់អាវុធនៅក្បែរខ្នើយគាត់មិនបានដឹងទេពេលដែលអាដាមលួចចូលក្នុងបន្ទប់យ៉ាងស្ងៀមស្ងាត់
ពេលអាដាមដើរទៅក្បែរក្រែតាចាស់ហើយលោកដៃយកសោគាត់ក៏ភ្ញាក់ឡើងទាន់ពេលគាត់សួរយ៉ាងខ្លាំងៗថាតើអាដាមកំពុងធ្វើអីតែមុនពេលគាត់អាចនិយាយអីបន្ថែមទៀតគាត់ត្រូវអាដាមវាយម្ដាយចំមុខយ៉ាងខ្លាំងដែលឆក់យកសោបានអាដាមក៏រត់ចេញទៅអ្នកដែលតាចាស់ស្រែកឲ្យវាយកសោមកឲ្យវិញសំឡេងឡូឡាធ្វើឲ្យគ្រប់គ្នាភ្ញាក់ហើយតាចាស់ក៏បញ្ញាប្រាប់ពួកគេថាអាដាមលួចសោបន្ទប់អាវុធបាត់ហើយពួកគេទាំងអស់គ្នាក៏រត់ដេញតាមអាពាហ៍នោះតែពេលកំពុងរត់វាបានបោះរបស់របររាយប៉ាយពេញផ្លូវដើម្បីរារាំងផ្លូវរបស់ពួកគេក្រុមទាំងមូលក៏ឈប់ត្រឹមនឹងវាមើលទៅគួរឲ្យសំណើចណាស់ពួកគេអាចគ្រាន់តែលត់រំលងវាក៏បានតែពួកគេបែរជាឈរស្ងៀមដូចជាតួអង្គក្នុងហ្គេមដែលត្រូវជញ្ជាំងមើលមិនឃើញរារាំងអញ្ចឹងអាដាមឃើញបន្ទប់ព្យាបាលនៅតាមផ្លូវហើយសម្រេចចិត្តថាវាគួរតែធ្វើឲ្យដល់ទីបញ្ចប់តែម្ដងវាចូលទៅក្នុងបន្ទប់ដែលវិបុលដែលពេលនេះបានក្លាយជាសំប៊ីត្រូវគេចងជាប់នឹងគ្រែពេលអាដាមដើរចូលទៅជិតសំប៊ីនោះក៏វាមួយដៃយ៉ាងខ្លាំងជាមួយនឹងដៃដែលនៅទំនេររបស់វាអាដាមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង